សួស្តីបងប្អូនទាំងអស់គ្នាហើយដែរខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅឡើងឈៀកឡានជាមួយខ្ញុំទាំងអស់គ្នាបាទហើយឡានរបស់ខ្ញុំនេះគឺលើសចូលជាកន្លះខែបងប្អូនបាទហើយវីដេអូនេះថាធ្វើសម្រាប់ចែកម្លែកបងប្អូនទាំងអស់គ្នាដែលរៀបនឹងកម្រងទៅឡើងឈៀកដូចខ្ញុំបាទហើយបងប្អូនដែលមិនតាន់ដឹងថាត្រូវឡើងឈៀកយកឲ្យខ្លាំងបងប្អូនបាទគឺបងប្អូនត្រូវមានវិធីឈៀកចាស់ហ្នឹងជាមួយនឹងការគ្រីយើងបាទពីមុខហ្នឹងបងប្អូនហើយឡើងឈៀកនេះដែរគឺយើងទៅឡើងនៅខាងខេត្តបៃលិនបងប្អូនបាទហើយឥឡូវនេះកំពុងរៀបចំធ្វើណាទៅម្នាក់ឯងបាទកន្លែងដាក់កាហ្វេមួយសិនបងប្អូនមុនចេញមកទៅឥឡូវចាំមើលដល់ខ្ញុំទៅដល់កន្លែងតឡើងឈៀកមានអ្វីថ្មីទៀតខ្ញុំអាប់ដេតដល់អ្នកទស្សនាថែមទៀតបាទអូខេតាមធ្វើដំណើរទៅជាមួយខ្ញុំទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់វងមុខឯករាជ្យខាងខេត្តបៃលិនយើងហើយកំណត់នេះក៏ព្រៀងតែម្ដងបងប្អូនបាទតែហេងដែរខ្ញុំបានឡើងឈៀករួចរាល់អញ្ចឹងឥឡូវនេះក៏បានរងចាំយកឯកសារពួកអីបានថតបងប្អូនទស្សនាទៅបងប្អូនព្រោះអីមិនព្រៀងអញ្ចឹងបងប្អូនហើយក៏វីដេអូនេះធ្វើកាត់ទៅបងប្អូនបាទហើយសម្រាប់បងប្អូនណាដែលមិនទាន់បានឡើងឈៀកបងប្អូនអាចមកឡើងឈៀកនៅខាងខេត្តបៃលិនបានសម្រាប់បងប្អូននៅខាងខេត្តបាត់ដំបងអញ្ចឹងបងប្អូននិយាយពីទេសភាពនៅខាងខេត្តបៃលិនគឺស្អាតមែនទែនបងប្អូនបាទព្រោះអីខេត្តនេះខេត្តព្រៀងបងប្អូនទេសភាពគឺខៀវមែនតែម្ដងបងប្អូនហើយអរគុណអ្នកនរគ្នាមែនទែនសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទអរគុណ